ភាពទឹកចំនួននឹងព្យុះកាម៉ាជីនៅប្រទេសថៃគឺត្រឹមថ្ងៃទី7 និង 8 ខែវិច្ឆិកាឆ្នាំ 2025 បច្ចុប្បន្នស្ថានភាពព្យុះកាម៉ាជីនិងទឹកចំនួននៅប្រទេសថៃការចុះខ្សោយនៃព្យុះកាលពីរុស្ស៊ីថ្ងៃសុក្រទី7 ខែវិច្ឆិកាព្យុះទីហ្វុងកាម៉ាជីបានចុះខ្សោយទៅជាសម្ពាធទាបត្រូពិកហើយបានចូលទៅដល់ស្រុកកាន់តារ៉ុមខេត្តស៊ីសាកេតមុននឹងចុះខ្សោយបន្ថែមទៀតខ្លះជាតំបន់សម្ពាធទាបខ្លាំងនៅពេលដែលធ្វើដំណើរឆ្លងកាត់តំបន់ភាគឦសានភាគកណ្ដាលខាងលើនិងភាគខាងជើងនៃប្រទេសថៃការព្យាករណ៍អាកាសធាតុនាយកដ្ឋានឧតុនិយមថៃបានព្រមានថាឥទ្ធិពលនៃព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងបំផុតទៅទូទាំងតំបន់ភាគខាងលើនៃប្រទេសថៃចាប់ពីថ្ងៃទី7ដល់ទី9 ខែវិច្ឆិកាឆ្នាំ 2025 ជាពិសេសនៅតំបន់ភាគឦសានខាងកើតកណ្ដាលនិងភាគខាងជើងហានិភ័យទឹកជំនន់ហានិភ័យទូទៅប្រជាពលរដ្ឋត្រូវបានណែនាំឲ្យប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗការបាក់ដីនិងការហៀរហរច្រាំងទន្លេជាពិសេសនៅតំបន់ភ្នំនិងតំបន់ទំនាបក្បែរមាត់ទឹកខេត្តសុខោទ័យកម្រិតទឹកនៅក្នុងព្រែកម៉ែរ៉ាំផាន់នៅតែបន្តកើនឡើងដែលជះឥទ្ធិពលដល់តំបន់ទំនាបក្នុងស្រុកម៉ោងសុខោទ័យអាជ្ញាធរបានចេញការដាស់តឿនជាបន្ទាន់តាមរយៈទូរស័ព្ទដៃដល់ប្រជាពលរដ្ឋទីក្រុងបាងកកអាជ្ញាធរបានត្រៀមលក្ខណៈយ៉ាងប្រុងប្រយ័ត្នដោយដាក់ពន្រាយម៉ាស៊ីនបូមទឹកជាច្រើនដើម្បីទប់ទល់នឹងទឹកភ្លៀងក្នុងតំបន់និងការកើនឡើងកម្រិតទឹកទន្លេចៅប្រយ៉ានាយកដ្ឋានធារាសាស្ត្របានបង្កើតការបញ្ចេញទឹកពីទំនប់ចៅប្រយ៉ាផងដែរខេត្តអយុធ្យាប្រជាពលរដ្ឋនៅក្នុងស្រុកងាយរងគ្រោះចំនួន8បានតវ៉ាទាមទារឲ្យមានការបង្ហូរទឹកចេញលឿនជាងមុនបន្ទាប់ពីមានផ្ទះជាង 30,000 ខ្នងត្រូវបានជន់លិចនិងមានមនុស្សស្លាប់ចំនួន11នាក់នៅក្នុងទឹកជំនន់នាពេលថ្មីនេះទំនប់បូមីបដែលមានទឹកជិតពេញចំណោះ 98% ត្រូវបានរំពឹងថានឹងទទួលទឹកបន្ថែមពីព្យុះកាម៉ាជីអាជ្ញាធរបានបង្កើនការបញ្ចេញទឹកប្រចាំថ្ងៃដើម្បីការពារកុំឲ្យកម្រិតទឹកខាងក្រោមទម្រកឡើងលើសពី20 សង់ទីម៉ែត្របច្ចុប្បន្នស្ថានភាពព្យុះនិងទឹកជំនន់8វិច្ឆិកា2025ស្ថានភាពព្យុះកាម៉ាជីនិងការព្យាករណ៍អាកាសធាតុការខ្សោយចុះព្យុះទីហ្វុងកាម៉ាជីបានចុះខ្សោយទៅជាសម្ពាធទាបហើយកំពុងគ្របដណ្ដប់លើតំបន់ភាគខាងលិចនិងភាគឦសានប្រទេសថៃព្យុះនេះត្រូវបានគេរំពឹងថានឹងបន្តរំកិលឆ្លងកាត់តំបន់ភាគកណ្ដាលខាងលើនិងភាគខាងជើងភ្លៀងធ្លាក់នៅថ្ងៃទី8 ខែវិច្ឆិកាភាគឦសានភាគកណ្ដាលនិងភាគខាងជើងនៅបន្តភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ដាច់ស្រយាលដោយសារឥទ្ធិពលនៃសម្ពាធទាបនេះរាជធានីបាងកកត្រូវបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់រាយប៉ាយនៅចន្លោះថ្ងៃទី7ដល់ថ្ងៃទី9 ខែវិច្ឆិកាអាជ្ញាធរក្នុងក្រុងបាងកកបានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនបូមទឹកជាកម្លាំងសំខាន់ដើម្បីទប់ទល់នឹងទឹកភ្លៀងក្នុងតំបន់ហានិភ័យប្រជាពលរដ្ឋនៅតំបន់ភាគខាងលើនៃប្រទេសថៃត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមនិងការហូរហៀរទឹកជាពិសេសនៅតាមតំបន់ទំនាបនិងជិតជើងភ្នំវិធានការរបស់រដ្ឋាភិបាលថៃការទប់ស្កាត់ទឹកជំនន់ធំរដ្ឋាភិបាលថៃកំពុងចាត់វិធានការយ៉ាងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់កុំឲ្យកើតមានទឹកជំនន់ធំដោយកាលពីឆ្នាំ2011ទំនប់ទឹកភូមិបបច្ចុប្បន្នមានទឹកជិតពេញចំណុះ 98% ដោយសាររំពឹងថានឹងមានទឹកហូរចូលបន្ថែមពីព្យុះកាម៉ាជីនាយកដ្ឋានធារាសាស្ត្របានបង្កើតការបញ្ចេញទឹកប្រចាំថ្ងៃដើម្បីគ្រប់គ្រងកម្រិតទឹកនៅផ្នែកខាងក្រោមតំបន់ចៅប្រយ៉ាក៏បានបង្កើនអត្រាបូមទឹកចេញពី 2,700 ដល់ 2,800 ម៉ែត្រគូបក្នុង1នាទីដើម្បីកាត់បន្ថយទឹកហូរចុះមកទីក្រុងបាងកកស្ថានភាពទឹកជំនន់ជាក់ស្ដែងខេត្តសុខោទ័យបច្ចុប្បន្នមានការជួបដំណឹងអំពីទឹកជំនន់ដែលសារកម្រិតទឹកនៅក្នុងព្រែកម៉ែរ៉ាំផាន់បន្តកើនឡើងខេត្តអង្គថងទឹកនៅតែបន្តជន់លិចផ្ទះនិងផ្សារមួយចំនួនអាជ្ញាធរបានប្រើប្រាស់ទំនប់ដីឥដ្ឋយ៉ាងសកម្មដើម្បីទប់ស្កាត់ការហូរហៀរនៃទន្លេចៅប្រយ៉ាទឹកជំនន់បន្តជន់លិចផ្ទះនៅក្នុងផ្សារក្នុងខេត្តអង្គថងថ្ងៃទី8 ខែវិច្ឆិកាឆ្នាំ 2025ទឹកជំនន់នៅតែបន្តជន់លិចផ្ទះសម្បែងនិងទីផ្សារនៅក្នុងខេត្តអង្គថងខណៈអាជ្ញាធរបានប្រើប្រាស់ទំនប់ដីឥដ្ឋដើម្បីគ្រប់គ្រងលំហូរទឹកទន្លេចៅប្រយ៉ាមន្ទីរពេទ្យនិងប្រជាពលរដ្ឋក្នុងតំបន់កំពុងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នខ្ពស់ស្ថានភាពទឹកជំនន់នៅក្នុងខេត្តអង្គថងនៅតែបន្តមានភាពធ្ងន់ធ្ងរខណៈដែលមន្ត្រីនៅតែបន្តការពង្រឹងការបន្តទប់ទល់នឹងការកើនឡើងទឹកនៅទន្លេចៅប្រយ៉ាដែលបានហូរហៀរចូលទៅក្នុងតំបន់ជាច្រើនរួមមានផ្សារប៉ាមុខនិងទីក្រុងប្រជុំជនមូលដ្ឋាននានាអាជ្ញាធរកំពុងដាក់ទំនប់ទឹកដីឥដ្ឋនៅទីតាំងជាច្រើនដើម្បីទប់ទឹកនិងការពារកុំឲ្យទឹកជន់លិចចូលផ្ទះបន្ថែមទៀតនៅក្នុងផ្សារប៉ាមុខស្រុកប៉ាមុខផ្នែកខ្លះនៃតំបន់នេះបានឃើញកម្រិតទឹកកើនឡើងរហូតដល់ទៅ50 សង់ទីម៉ែត្រដែលបង្ខំឲ្យអ្នកស្រុកត្រូវរើអេវ៉ាន់របស់ពួកគេទៅទីទួលខ្ពស់អាជ្ញាធរអគ្គិសនីក៏បានផ្ដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ផ្សារផងដែរដើម្បីធានាសុវត្ថិភាពជម្រាបបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានដែលព្យុះដែលតាក់ទងទៅនឹងប្រទេសថៃក៏ត្រូវបានបញ្ចប់តែត្រឹមនេះសិនសម្រាប់បងប្អូនដែលតាម Subscribe Channel YouTube នេះខ្ញុំកុំភ្លេចណាសូមជួយ Subscribe ម្នាក់មួយនិង Share បន្តចែកគ្នាផងសូមអរគុណបងប្អូនដែលតាមវីដេអូមួយនេះតាមរហូតដល់ចប់សូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅវីដេអូបន្តទៀត